សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel លេខរបស់យើងខ្ញុំសូមលើកយកប្រធានបទថ្មីមួយមានចំណងជើងថារួមភេទមុនធ្លាក់មេជីវិតយីប៉ុន្មានថ្ងៃទើបអាចមានផ្ទៃពោះមុននឹងយើងចូលទៅដល់អត្ថន័យក្នុងប្រធានបទនោះសូមបងប្អូនអ្នកនរគ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំថ្ងៃធ្លាក់មេជីវិតញីគឺជាពេលដែលអូវែលបញ្ចេញសុទ្ធមេជីវិតញីហើយមេជីវិតឈ្មោលអាចជ្រៀតចូលក្នុងសុទ្ធដើម្បីបង្កកំណើតស្រីយើងភាគច្រើនទំនងជាអាចមានផ្ទៃពោះបានបើរួមភេទដោយមិនការពារក្នុងរយៈពេល3ថ្ងៃមុនឬថ្ងៃធ្លាក់មេជីវិតញីតើនឹងមានអ្វីកើតឡើងនៅក្នុងវដ្តរដូវជាធម្មតាស្រីយើងមានរយៈពេលនៃវដ្តរដូវមិនដូចគ្នាទេហើយក្នុងករណីនេះយើងអាចនិយាយពីវដ្តរដូវដែលមានរយៈពេល28ថ្ងៃថ្ងៃទី1នៃវដ្តរដូវត្រូវចាប់រាប់ពីថ្ងៃដំបូងដែលយើងចាប់ផ្ដើមមករដូវឈាមនិងជាលិកាជញ្ជាំងស្បូនបានដាច់និងធ្លាក់ចុះដែលយើងហៅថាឈាមរដូវជាធម្មតាស្រីយើងមានធ្លាក់ឈាមរដូវពី4ទៅ8ថ្ងៃការធ្លាក់ឈាមរដូវក៏ធ្វើឲ្យកម្រិតអរម៉ូនធ្លាក់ចុះទៀតដែរដែលការធ្លាក់ចុះទាបនៃកម្រិតអរម៉ូនអឺស្តូសែនធ្វើឲ្យស្រីខ្លះមានអារម្មណ៍ធុញថប់និងមួម៉ៅជាដើមក្នុងអំឡុងថ្ងៃទី1ដល់ថ្ងៃទី5នៃវដ្តរដូវរបស់យើងថង់ជាច្រើនដែលមានដោយទឹករំអិលនិងវិវត្តឡើងទៅក្នុងអូវែលដែលគេហៅថា follicles ដែលថង់នីមួយមានផ្ទុកស៊ុតមួយនៅក្នុងនោះចន្លោះថ្ងៃទី5និងថ្ងៃទី7មាន follicles តែមួយប៉ុណ្ណោះនៅបន្តលូតលាស់ខណៈ follicles ផ្សេងទៀតឈប់លូតលាស់និងបានជ្រាបចូលទៅក្នុងអូវែលវិញក្នុងពេលនេះដែរកម្រិតអរម៉ូនអូស្តូសែនចាប់ផ្ដើមកើនឡើងវិញលុះដល់ថ្ងៃទី8 follicles បានបញ្ចេញកម្រិតអរម៉ូនអូស្តូសែនកាន់តែច្រើននិងលូតលាស់ធំជាងមុនជាធម្មតាដល់ថ្ងៃទី8នឹងលែងមានធ្លាក់ឈាមរដូវទៀតហើយការកើនឡើងនៃកម្រិតអរម៉ូនអូស្តូសែនពី follicles ជួយឲ្យជញ្ជាំងស្បូនរីកធំនិងក្រាស់ជញ្ជាំងស្បូនគឺជាប្រភពនៃឈាមនិងសារធាតុចិញ្ចឹមហើយនឹងជួយចិញ្ចឹមអុំព្រីយ៉ុងបើសិនជាស្ត្រីយើងមានផ្ទៃពោះអរម៉ូនអូស្តូសែនជួយបង្កើនសារធាតុគីមីម្យ៉ាងក្នុងខួរក្បាលវាមានឈ្មោះថា endorphins ដែលគេស្គាល់ថាជាសារធាតុគីមីជួយឲ្យយើងមានអារម្មណ៍ល្អរបៀបគណនានៃមេជីវិតញីទុំធ្លាក់ពី3ថ្ងៃមុនថ្ងៃទី14នៃវដ្តរដូវកម្រិតអរម៉ូនអូស្តូសែននឹងកើនឡើងខ្ពស់ហើយធ្វើឲ្យកម្រិតអរម៉ូន luteinizing hormones ឡើងខ្លាំងដែរអរម៉ូន luteinizing នឹងធ្វើឲ្យ follicles ពេញវ័យបែកនិងបញ្ចេញស៊ុតមេជីវិតញីពីអូវែលដែលគេហៅថាធ្លាក់មេជីវិតញីស្រីយើងអាចនឹងមានផ្ទៃពោះបើរួមភេទនៅពេលនេះឬអំឡុងពេល3ថ្ងៃមុនមេជីវិតញីធ្លាក់មកដោយហេតុថាមេជីវិតឈ្មោលអាចរស់នៅក្នុងសរីរាង្គបន្តពូជរបស់ស្រីបាន3ទៅ5ថ្ងៃខណៈស៊ុតមេជីវិតញីអាចរស់បានត្រឹមតែ12ម៉ោងទៅ24ម៉ោងពី3ថ្ងៃមុនធ្លាក់មេជីវិតញីកម្រិតអរម៉ូនអូស្តូសែននឹងឡើងដល់កម្រិតខ្ពស់បំផុតដែលពេលនេះស្រីយើងអាចមានអារម្មណ៍ល្អផងដែរបើសិនជារយៈពេលនេះមិនមានការបង្កកំណើតទេស៊ុតនឹងបែកជាចំណែកហើយរហូតដល់ថ្ងៃទី24នៃវដ្តរដូវអរម៉ូនអូស្តូសែននិងប្រូតេស្តេរ៉ូននឹងចាប់ផ្ដើមធ្លាក់ចុះបើយើងមិនមានផ្ទៃពោះនោះទេ